សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកដល់ផ្លូវកំពង់ឆ្នាំងបងប្អូនខ្ញុំចូលដូរចង្វាក់បញ្ញងម៉ូតូសពអាឈួតនោះ G015 2នាក់វាមកពីណាវាមកដល់ឈប់ដូរប្រេងបាតហើយវាមកថតម៉ូតូយើងបងប្អូនហើយសួរខ្ញុំខុសអីគាត់ថាចុះមកដូរបញ្ញងម៉ូតូខុសដែរចឹងខ្ញុំដេញតាមវាតន់ដែរបងប្អូនប៉ុន្តែខ្ញុំមិនចង់មានបញ្ហាមួយវាពួកវាបងប្អូនខ្ញុំទៅនឹកឃើញតែកន្លែងជាងដូរម៉ូតូដូរនេះកុំឲ្យវានាំរឿងនាំរាវវាវែងឆ្ងាយចុះម្ដងថតម៉ូតូថតអីយើងឡាយហើយមានបានសួរជាងមិនបានសួរថាអញនឹងទិញម៉ូតូដែរមិនបានសួរថាអញនឹងទិញគេពីណាពីណីអត់ឯងមកចោតអញសិតចោលដើរលួចដើរអីរបស់គេហ្នឹងឯងមិនបានសួរគេអត់អញទិញលុយសិតលុយអញលក់លម្អហើយនៅច្រំដែរដើរថតម៉ូតូថតអីគេផុសចឹងហើយអញខឹងឯងញ័រសាច់មិញអញប្រាប់ឯងអញវាមិនចង់មានបញ្ហាមួយឯងអញប្រាប់ឯងពួកឯងអាពីរនាក់មិញហ្នឹងខឹងញ័រសាច់បងប្អូនវាមកដល់ថតម៉ូតូថតអីយើងឆ្លើយចើមកឆ្លើយហើយសួរអញសិនមុនហ្នឹងឯងនិយាយថាអញចោលដើរលួចរបស់គេណាអញសុំគេហ្នឹងក៏សុំយកមកស៊ីដែរឯងមិនដើរសួរគេអត់ម៉ូតូអញទិញឲ្យលុយគេអញមិនដើរលួចរបស់គេទេវើយកមកជីកទេអញប្រាប់ឯងកុំចេះតែចោតអញប្រយ័ត្នអញប្តឹងជាប់គុកចេះតែវាក់អញប្រាប់ឯងឃើញអញមាត់ហ្នឹងបានឡើងចាងវីដេអូហ្នឹងផ្ដាំទៅឯងផងឯងថតអញឯងលុបចោលជាបន្ទាន់ឯងប្រយ័ត្នរឿងមកអញប្រាប់ឯងមិញអញដេញតន់ឯងអញប្រាប់ឯងអញវាមិនចង់មានបញ្ហាទេបើអញមានបញ្ហាវិញអញប្រាប់ឯងអញកាក់ម៉ូតូឯងជាប់ហ្នឹងអញរឿងមកអញលើមិនចេះមកដើរថតម៉ូតូថតអីគេព្រាវសេស្រិតចោលស្រិតអីទេអញមិនបានដើរលួចរបស់ណាទេអញប្រាប់ឯងអញដើរសុំគេត្រង់ហើយបើជឿឯងដើរសួរលោកមើលអញសុំគេត្រង់ឬក៏អញបោកគេអញដើរសុំគេយកមកស៊ីហើយសិតតែអញនឹងដើរបោកលោកឯណាហើយឃើញអញចូលវត្តចាំឯងជ័យឃើញអញចូលសុំវត្តហើយថាខកថាមកនេះមកនោះអញសុំគេយកមកស៊ី